សូមគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចន្ទធីកូនខ្មែររស់នៅប្រទេសហូឡង់បងប្អូនកាលពីថ្ងៃអាទិត្យកន្លងទៅនេះខ្ញុំហើយនឹងគ្រូសាពេលល្ងាចនាំគ្នាញ៉ាំបាយហើយនឹងនាំគ្នាដើរហាត់ប្រាណប្រហែលជា1ម៉ោងជាងចាហាត់ប្រាណសួននៅខាងមុខផ្ទះហ្នឹងចាសួនហ្នឹងគឺខែមុននេះសម្បូរអាមមាញនៅអឺរ៉ុបចាគឺវាដុះច្រើនមែនតើចាប៉ុន្តែខែនេះអាមមាញហ្នឹងវាលាស់ចេញផ្កាចេញអីចាស់អស់ទៅឥឡូវមានរុក្ខជាតិនឹងមានដើមផ្កាផ្សេងចាគេដាំនៅក្នុងសួនហ្នឹងពេលរដូវក្តៅគឺសម្បូរចាផ្កានេះផ្កាវាមិនសម្រាប់ផ្ការដូវកាលនេះទេគឺសម្រាប់ផ្កាសម្រាប់ខែក្តៅចាបងប្អូនហើយសួនហ្នឹងគឺធំបងប្អូនចាមានដើមឈើធំមានសត្វនៅហ្នឹងហើយមានផ្កាគ្រប់ប្រភេទទាំងអស់ចាស្អាតមែនតើចាបងប្អូន